Ôn đã khơi kê dục saiประเภทนี้យកទៅធ្វើជាកងដៃអត់បងប្អូនតែឡើយយើងទៅរៀនធ្វើទាំងអស់គ្នាដំបូងយើងត្រូវមានខ្សែនឹងចំនួន3ខ្សែមកហើយយើងដាក់ពណ៌លឿងកណ្ដាលហើយអាពណ៌សនោះយើងដាក់សងខាងមកហើយយើងចងវាយ៉ាងតឹងតិចបងប្អូនដើម្បីងាយស្រួលក្នុងការចងបន្តមកទៀតយើងចាប់ផ្ដើមយកខ្សែពណ៌ប្រូជ័យខ្ចីនេះចំនួន2ខ្សែចងឆ្វាក់វាមកបងប្អូនអញ្ចឹងយើងចងវាឲ្យដូចយើងក្រងអញ្ចឹងណាចងវាទៅមកអញ្ចឹងបងប្អូននេះឲ្យច្រើនជាន់ច្រើនតង់អញ្ចឹងមកណាចងបដិញគ្នាបងប្អូនដែលយើងចង់បានប្រវែងមែនយើងចងបដិញវាប្រវែងហ្នឹងមកបន្តមកទៀតយើងចាប់ផ្ដើមចងផ្កាបងប្អូននេះយើងចង់បានម៉ូតណាកាលណាយើងចង់បានម៉ូតយើងត្រូវចងផ្កានេះបងប្អូននេះចងឆ្វាក់អញ្ចឹងមកអាពណ៌សហ្នឹងឥឡូវយើងចាប់ផ្ដើមចងអាពណ៌សឆ្វាក់ជាមួយនឹងអាពណ៌បៃតងខ្ចីហ្នឹងមកនេះបន្តមកទៀតយើងចងតែពណ៌សមួយពណ៌បៃតងហ្នឹងទេបងប្អូនយើងចងតែពណ៌សហ្នឹងឆ្វាក់តែពណ៌សហ្នឹងមកយើងយកពណ៌ប្រូជែកនេះយើងអត់ធ្វើអីវាទេយើងចងតែពណ៌សហ្នឹងឯងអញ្ចឹងយើងចងទាំងសងខាងមិនចងតែម្ខាងទេហើយយើងលៃប្រវែងវាឲ្យស្មើគ្នាបងប្អូនដើម្បីឲ្យផ្ការបស់យើងនឹងវាស្អាតណាអញ្ចឹងយើងលៃវាមកយើងចង់បានប្រវែងណាយើងលៃវាប៉ុណ្ណឹងឲ្យវាស្មើគ្នាទាំងសងខាងមកបន្តមកទៀតយើងចាប់ផ្ដើមនេះចងអាកដាលណាខ្សែពណ៌លឿងកដាលបងប្អូនចងដូចក្រំវាអញ្ចឹងមកហើយបន្តមកទៀតយើងចាប់ផ្ដើមនេះចងឆ្វាក់ខ្សែពណ៌សជាមួយខ្សែពណ៌បៃតងហ្នឹងមកនេះចេញមកបងប្អូនអើយស្អាតរបស់គេនេះបងប្អូននេះចេញផ្កាបានមួយបងប្អូននេះមើលធ្វើកើតអត់មកធ្វើកើតមើលម្ដងទៀតបងប្អូននេះវារៀងយឺតដែរទេចឹងយើងចាប់ផ្ដើមចងបន្តទៀតមកបងប្អូននេះទ្រាយគ្នាមកឥឡូវបានផ្កាប្រមាណហើយបងប្អូននេះការច្រើនដែរហើយចឹងយើងចង់បន្តគ្នាអញ្ចឹងបងប្អូនបរិញ្ញបន្តគ្នាមករហូតដល់ទំហំដៃរបស់យើងចង់ថាដៃយើងប៉ុន្មានអញ្ចឹងណាល្មមដែលយើងពាក់កើតឬក៏ល្មមដែលយើងសក់ដៃយើងចុះហ្នឹងចឹងយើងចង់បានប្រវែងណាដៃយើងប៉ុន្មានយើងលេខតាមហ្នឹងបងប្អូនបន្ទាប់ពីយើងចងវាមួយខាងហើយយើងត្រូវចងមួយខាងទៀតដើម្បីឲ្យវាស្មើគ្នាណាយើងលៃវាមើលឲ្យវាស្មើទាំងសងខាងមកបន្តមកទៀតយើងចាប់ផ្ដើមនេះកាត់ខ្សែពណ៌បៃតងនឹងចេញហើយយើងរោលភ្លើងវាតិចមកបងប្អូនដើម្បីកុំឲ្យវារបូតណាយើងកាត់ចេញកាត់ខ្សែណាដែលយើងអត់ត្រូវការប្រើនឹងយើងកាត់វាចេញអញ្ចឹងណាបន្តមកទៀតយើងចាប់ផ្ដើម